នៅខាងបាត់ដំបងនេះធ្លាក់ជើងមេឃទៅដែរអ្នកនរគ្នាចាស់ថាធ្លាក់ជើងមេឃហ្នឹងគឺមេឃរកភ្លៀងហ្នឹងណាបាទងឹតទៅនេះនៅខាងបាត់ដំបងនេះម៉ោង4ជាងអ្នកនរគ្នាម៉ោង4ជាងរាល់ថ្ងៃតាំងពីខ្ញុំមកបាត់ដំបងបាន3-4ថ្ងៃនេះគឺមេឃភ្លៀងជាប់គ្នារាល់ថ្ងៃមើលងឹតទាំងអស់តិចទៀតដល់ភ្លៀងទៀតឲ្យទៅគក់កាកូនឲ្យមិញអ្នកនរគ្នានេះខាងបាត់ដំបងហើយទីឃ្លានៅផ្ទះខ្ញុំនេះគឺស្រឡះធំល្អអ្នកនរគ្នាឃើញក្មេងៗគាត់មកលេងនេះសិតតែក្មេងៗកូនគេអ្នកក្នុងភូមិហ្នឹងទេមិនមែនអ្នកនៅក្នុងបរិយានេះទេតែងាកឡើងគាត់មកជិះកង់លេងមកហាត់ប្រាណមកអីជិះស្គីជិះអីចឹងដោយសារនៅទីឃ្លានេះធំឥឡូវមេឃរកភ្លៀងទៀតហើយបាទមេឃរកភ្លៀងបាត់ដំបងសល់មិញភ្លៀងខ្លាំងហ្នឹងអ្នកនរនៅខាងអ្នកនរគ្នានោះភ្លៀងអត់បាទនៅខាងនេះភ្លៀង3ថ្ងៃជាប់គ្នាហើយអត់ស្មាននេះគឺធ្លាក់ជើងហើយមេឃគឺងឹតតែម្ដងហើយងឹតមកពីខាងលិចបាទងឹតមកពីខាងលិចនោះមកពីខាងបាទនេះមេឃខ្មៅងឹតដែរទើបគក់ក្អាយហើយនេះក្អាយកូននៃក្អាយខ្ញុំទើបគក់ហើយឥឡូវមកដល់បរោយថ្ងៃនេះលួលអត់បានគប់ពីព្រឹកបាទនេះក្មេងៗជិះស្គីនេះឆ្នាំណាក្មេងៗមកអ្នកនេះកែខាងជិះស្គីនេះខ្ពស់ហ្នឹងអ្នកនរខ្ញុំនៅត្បូងលើនេះប្រហែលអ្នកពីរអ្នកបងប្អូនគេនៅខាងក្រោយនោះមួយទៀតនេះមួយនេះអាបងជិះស្គីឆ្នាំនេះអាបងអូននេះអាបងអូនទៅហើយឆ្នាំខាងជិះស្គីពីអ្នកបងប្អូនគេល្ងាចឡើងជិះហើយងាកឡើងជិះស្គីហើយកូនអ្នកជិតខាងបាទភ្លៀងទៅហើយអ្នកនរនេះធ្វើបាច់ទេនៅរដូវវស្សាអ្នកនរគ្នារដូវវស្សាគឺភ្លៀងយ៉ាងហើយនេះក្រុងបាត់ដំបងនេះឃើញអាគារខ្ពស់នេះគឺអាគារវឌ្ឍនៈអាគារខ្ពស់នេះបាទអាគារនេះគឺអាគារវឌ្ឍនៈបេងហើយមានសន្តាគារនៅនឹងដែរនៅក្រុងបាត់ដំបងហើយពួកខ្ញុំនៅជាយបាទនោះងឹតមកហើយបាទជើងវីដេអូនេះមានប៉ុណ្្នឹងអ្នកនរគ្នាបាយបាយ